សួស្តីបងប្អូនអរគ្នាបាទចឹងស្វាគមន៍មកកាន់មេរៀនហ្គីតាយើងជាបន្តទៀតថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនពីរបៀបលេងហ្គីតាថេបនៅក្នុងបទកាដូគ្មានន័យបាទគឺដែលជាបទវាដែលពេញនិយមមែនតើចឹងសម្រាប់បងប្អូនដែលចង់ចេះរៀនហ្គីតាបាទមើលថេបបងប្អូនអាចចូលមកកាន់ channel ខ្ញុំបានហើយសូមជួយចុច Subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូមេរៀនដែលទាក់ទងនឹងហ្គីតាផ្សេងៗទៀតបាទអញ្ចឹងសម្រាប់ថេបបងប្អូនបានរៀនជាមួយខ្ញុំហើយកាលពីវីដេអូមុនគឺវាមានច្រើន style ណាអញ្ចឹងខ្ញុំបានបរៀនបង្ហាញឲ្យបងប្អូនបាន3 4ប្រភេទហើយដែលឲ្យបងប្អូនចេះមើលពីរបៀបអាន tab អញ្ចឹងថ្ងៃនេះខ្ញុំនឹងលើកយកបទចម្រៀងកាដូគ្មានន័យយកមកធ្វើជា tab ឲ្យបងប្អូនរៀនដើម្បីផ្គុំពីនិមិត្តសញ្ញា guitar tab យើងផ្សេងៗនឹងចូលគ្នាណាអញ្ចឹងថាក្នុងមួយបទគឺគេលេងមានប្រមាណ style អញ្ចឹងនៅក្នុងបទនេះដែរគឺគេលេងតែ2 style ទេណាគឺមាន slide ហើយនិង hammer on ណា slide up ណាបងប្អូនឃើញ SL ហើយនិងអក្សរ A ណាគឺ hammer on គឺ2តិចនិចហ្នឹងហើយគ្រាប់ត្រង់យើងអត់និយាយទេគឺយើងលេងធម្មតាទេបាទអញ្ចឹងបងប្អូនសម្រាប់បងប្អូនចង់ទំនាក់ទំនងមករៀនជាមួយខ្ញុំបងប្អូនអាចទាក់ទងនៅ Telegram ខាងលើបានបាទហើយបងប្អូនត្រូវការ accessory របស់ guitar សាំផ្សេងៗដូចជាខ្សែដូចជាកប៉ោយបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានតាម Telegram ខាងលើបានអរគុណបាទអញ្ចឹងយើងចូលមករៀនមេរៀនរបស់យើងបាទអញ្ចឹងបងប្អូនស្គាល់ហើយខ្សែគឺយើងរាប់យើងមើលពីខ្សែខាងលើ1 2 3 4 5 6ណាចុះក្រោមអញ្ចឹងហើយសម្រាប់ខ្សែហ្គីតាយើងរាប់ពីក្រោមឡើងមកលើវិញណាទី1នៅខាងក្រោមទី2រហូតមកដល់លើមកបាទវាប្រឆាំងគ្នាពី tab បាទអញ្ចឹងឥឡូវយើងមកលេងរបៀបម៉េចណាអញ្ចឹងលុះត្រាតែយើងនឹងចេះបត់កាដូគ្មានន័យដែរប៉ំណាយើងចេះឲ្យធ្វើមាត់អញ្ចឹងខ្លះមកយើងងាយស្រួលនឹងលេងមើល tab លេងតែម្ដងបាទឥឡូវកុំឲ្យថាពេលយូរបាទឥឡូវខ្សែទី4នេះ1 2 3 4បាទនៅលើខ្សែទី4គឺវាមានខ្ទង់ទី5និងខ្ទង់ទី7ហើយយើងកេះសិនមកបាទ1 2 3 4ហើយខ្ទង់ទី5 1 2 3 4 5នេះខ្ទង់ទី5នៅចំខ្ទង់នេះហើយយើងរាប់មកខ្សែទី4 1 2 3 4នេះនៅចំខ្សែនេះហោកេះមកនេះខ្ទង់ទី5បាទខ្ទង់ទី5ហើយនឹងខ្ទង់ទី7យើងកេះមកនេះយើងបាន2នេះបានប៉ុណ្ណឹងតមកយើងមើលនៅលើខ្សែហ្នឹងបណ្ដាណាយើងនៅលើខ្សែហ្នឹងមកខ្សែហ្នឹងដល់នេះដល់លេខ9នេះគាត់នៅលើខ្សែហ្នឹងតែមួយឯងតមក slide អញ្ចឹង slide ពីខ្ទង់ទី7ទៅខ្ទង់ទី9អញ្ចឹង slide យើងយល់យើងបងប្អូនធ្លាប់បានរៀនមកខ្ញុំហើយបាទខ្ទង់ទី5ទី6ទី7ហើយនេះ8 9នេះយើង slide មកចេះមកដៃលាងរបស់យើងនេះហើយយើង slide មកនេះរបៀប slide ហ្នឹងខ្ញុំលេងបានយើងបានប៉ុណ្្នឹងណាតោះលេងតទៅទៀតនេះលេង7បាទខ្ទង់ទី7នេះខ្ទង់ទី7នេះវិញយើងលេងបែបនេះសកត់ចឹងដៃចោលរបស់យើងមើលដៃមើលម្រាមដៃខ្ញុំបងប្អូននឹងលេងយល់ហើយចាំមើលម្ដងទៀតខ្ញុំលេងមកដល់ត្រឹមលេង7ណា5 7ទៅមក slide 7មក9មកនេះដៃឃើញដៃលារបស់ខ្ញុំហ្នឹង slide មកតមកទៅលេង7វិញដៃច្អបរបស់យើងលូកមកបន្ទាប់មកគេឲ្យយើង hammer នេះ7ទៅ9អញ្ចឹងនេះខ្ទង់ទី7 hammer មក9ណាដៃលារបស់យើងឃើញទេយើងបានប៉ុណ្ណឹងនេះយើងបានប៉ុណ្ណឹងហើយណាបន្ទាប់មកយើងមកមើលមកលេខ10លេខ9នៅលើខ្សែនឹងដដែលអញ្ចឹងលេខ10នេះដល់លេខ10លេខ9នេះយើងប្រើកូនដៃឃើញទេជាប់គ្នាហ្នឹងនេះលេខខ្ទង់ទី10នេះខ្ទង់ទី9យើងកេះចឹងមកណាឥឡូវយើងកេះមកបានទាំងអស់ហ្នឹងមកនេះលេខ10ឃើញទេបាទយើងបានដល់ប៉ុណ្្នឹងហើយបន្ទាប់មកយើងឡើងមកខ្សែទី5ហើយខ្ទង់ទី5ដូចគ្នាណានេះទៅនេះអញ្ចឹងយើងប្រើដៃច្អណាកេះមួយចឹងមកតោះមកគេឲ្យយើង hammer ពីខ្ទង់ទី5ទៅដល់ខ្ទង់ទី7ដូចគ្នានៅខ្សែដែរណាខ្សែទី5ដែរ
ហើយមើលមកបំបំញ៉េនឹងមកបានដល់ហើយអញ្ចឹងយើងរៀនបែបហ្នឹងបន្តិចម្ដងណាឥឡូវខ្ញុំសូមបង្ហាញតទៀតនេះ5 7យើងទៅខ្សែទី4វិញចុះទៅក្រោមវិញ5 7តោះមកយើង slide មកទី7មកទី9នេះដល់នេះណាមកទៅ7វិញនេះចោលដៃយើង hammer មកទី7មកទី9ទី10ណាស់គឺដល់ទី10ហ្នឹងណាដល់ប៉ុណ្ណឹងនេះញ៉េខ្ញុំធ្វើពីនេះទៅមួយមើលចោលរៀបដៃរបស់ខ្ញុំណាជួរនេះហើយយើងចូលជួរទី2ខាងក្រោមនេះចឹងបងប្អូនធ្វើមួយហ្នឹងមកតាមខ្ញុំចឹងមកហើយជាពិសេសខ្ញុំបង្ហាញបងប្អូនពីរបៀបប្រើម្រាមដៃផងទេណាចឹងបងប្អូនចេះមើលនេះហើយចឹងយើងចូលមកទី9 7 5 9 7 5នេះ9 7 5តមក7 slide មក9តមកនេះ7 4ដងនេះហើយកន្លែងហ្នឹងចឹងពីទី10នោះមកខ្ញុំធ្វើពីទី10មកឲ្យដឹងថាសម្លេងវាយ៉ាងម៉េចដល់កន្លែងនេះហើយណាអញ្ចឹងបងប្អូនព្យាយាមធ្វើមួយហ្នឹងខ្ញុំគ្រាន់តែប្រាប់ត្រួសទៀតណានេះមកក្នុងទី4គេនេះក្នុងទី4នឹងនេះហើយបន្ទាប់មកយើង hammer មកក្នុងទី5ឃើញទេតោះមកបងប្អូនលេងតាមនឹងទៀតមកណាហើយគ្រាប់រីនេះបងប្អូនយល់ហើយចុះបងប្អូនរៀនលេងតាមនឹងមួយឲ្យចាំដៃសិនអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើបង្ហាញបងប្អូនធ្វើជាលក្ខណៈ tab ឲ្យវា play ដើរតាមហើយខ្ញុំលេងឲ្យបងប្អូនមើលតែម្ដងណាអញ្ចឹង tab ហ្នឹងគឺវា play ទៅតាមនឹងតែរហូតតែម្ដងណាអញ្ចឹងអានេះខ្ញុំសូមបង្ហាញតែបងប្អូនពីរបៀបមើល tab នៅក្នុងបទហ្នឹងបងប្អូនកត់យកទៅទុកទៅហើយបងប្អូនលេងមួយតាមខ្ញុំហើយប្រើម្រាមដៃទៅតាមខ្ញុំដូចខ្ញុំបង្ហាញមករបៀប slide របៀបអីខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយល់បានហើយណាកន្លែងហ្នឹងបងប្អូនរៀនជាមួយខ្ញុំវីដេអូមុនហើយបងប្អូនចេះមើល tab អញ្ចឹងបាទគឺ visual ហើយអញ្ចឹងវីដេអូក្រោយខ្ញុំនឹងធ្វើជា melody រត់ណាអញ្ចឹងដើម្បីបងប្អូនឲ្យស្រួលលេងពេលយើងលេងទៅយើងដឹងអាណានៅកន្លែងណាអញ្ចឹងណាអានេះគ្រាន់តែជាមេរៀនមួយដើម្បីឲ្យបងប្អូនហ្វឹកហាត់ដៃផងណាបាទអញ្ចឹងអរគុណសម្រាប់វីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយជាមួយនឹង tab play ទៅលេងទាំងអស់គ្នាតែម្ដងបាទចឹងសម្រាប់បងប្អូនមានចម្ងល់ហើយបងប្អូនអាច comment នៅខាងក្រោមវីដេអូក៏បានឬក៏ទាក់ទងមកតាម Telegram ខ្ញុំខាងលើក៏បានដែរបាទអរគុណបាយបាយ